ស្វាគមន៍បងប្អូនមកកាន់វីដេអូដំណើរកំសាន្តទៅកាន់ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងហើយបងប្អូនទស្សនាវីដេអូនេះកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងនៅលើអេក្រង់នឹងស្រាច់ហើយជួយ Share ចែករំលែកផងបងប្អូនហើយខ្ញុំមកលេងមហាកំពែងរបស់កូរ៉េហើយមានគេដាំផ្កាលម្អទៀតណាបងប្អូនកូរ៉េក៏ចេះធ្វើមហាកំពែងដែរហើយមើលផ្ការីកស្អាតមែនទែនមកអុយពណ៌លឿងឆ្អិនឆ្អៅហើយមានមហាកំពែងទៀតអូយសក់កហើយថ្ងៃនេះបើកថ្ងៃល្អមែនទែនអានេះនៅកណ្ដាលក្រុងហ្មងគេដាំលម្អហើយមហាកំពែងនេះវែងតែខ្ញុំដើរអត់បានសពទេខ្ញុំដើរបានតែបន្តិចហ្នឹងពោះកន្លែងថតផ្ការីងនឹងហើយជំរាបសួរបងប្អូនណែមកមើលទីក្រុងរបស់កូរ៉េម្ដងថាស្រស់ស្អាតយ៉ាងណាទីក្រុងនេះល្បីថាស៊ីវិល័យនឹងមើលកូរ៉េផ្កាយណាបងប្អូនផ្កាយរៀបចំប្រទេសមែនតើកន្លែងណាក៏មានផ្កាដែរតាមដងផ្លូវតាមសួនផ្សេងហ្នឹងគឺតុបតែងផ្កាច្រើនមែនតើលម្អដាំដើមឈើដែលប្រែពណ៌បងប្អូនដែលធ្លាប់មកកូរ៉េបានដឹងថាកូរ៉េផ្កាយតុបតែងប្រទេសហើយនោះមហាកំពែងគេធ្វើពីក្រោមដល់ជើងភ្នំដល់លើនោះហើយបងប្អូននៅកូរ៉េដែលចង់មកលេងខ្ញុំប្រាប់ច្រកជិះរថភ្លើងមកចំណតធុងទីមូនចេញពីធុងទីមូនច្រកលេខ1មកចេញឡើងមកគឺឃើញកន្លែងនេះហ្មងចេញមកបន្តិចមកដើរមកបន្តិចមកឃើញហ្មងកន្លែងនេះនៅចិត្តទេនេះពេលយប់ក៏ស្អាតដែរពេលយប់គេបើកភ្លើងមកយើងអាចដើរលេងបានធម្មតាពេលយប់ពួកគេបើកភ្លើងលំភ្លឺចាចពេលយប់ស្អាតបែបយ៉ាងដែរកូរ៉េគឺប្រជាជនគេចូលចិត្តហាត់ប្រាណមិនថាពេលថ្ងៃឬក៏ពេលយប់ពេលល្ងាចទេគេនៅតែបើកភ្លើងឲ្យប្រជាជនគេដែលហាត់ប្រាណនៅឡើងភ្នំយ៉ាងហ្នឹងគេរៀបជាកន្លែងហាត់ប្រាណផងឡើងភ្នំផងហើយនោះបងប្អូនមហាកំពែងតែទៀបយើងមើលខាងនេះទៀបទេតែមើលពីមួយខាងទៀតមកខ្ពស់សឡឹមប្រហែលជា 2-3 ម៉ែត្របងប្អូនហើយនេះមើលទៅភាពស្អាតណាស់បងប្អូនហើយបើកថ្ងៃមកចេះមុងថតមកប្លង់ណាក៏ស្អាតដែរផ្ការីកញីរួមស្អាតមកផ្កានេះហើយវីដេអូក្រោយខ្ញុំនឹងជិះឡានក្រុងអត់តបូឡានក្រុងអត់តបូដូចនៅសៀមរាបដូចនៅពេញយើងខ្ញុំជិះឡាននឹងថតចែកជូនបងប្អូនទស្សនាជិះឡានហ្នឹងដើម្បីថតទេសភាពទីក្រុងទៅបានច្រើនកន្លែងយើងតាមមុខវាំងទៅវាមានវិធានតែបដីរបស់កូរ៉េជីឡានក្រុងដើម្បីថតទេសភាពតាមនឹងចែកជូនបងប្អូនទស្សនាហើយបងប្អូនទស្សនាវីដេអូនេះកុំភ្លេចជួយ Share ចែកម្លែកផងនេះមើលនេះមហាកំពែងយើងមើលអញ្ចឹងទៀបទេតែមើលមកពីខាងនោះមកគឺខ្ពស់ណាស់ខាងនេះគឺសម្រាប់យើងចូលខាងនេះទៀបមើលមកខាងនោះមកគឺបងប្អូនមើលពីចិត្តហ្នឹងគឺដឹងតែមកខាងមើលមកខាងនោះទៅខ្ពស់ដែរហើយគេដាំផ្កាអមសងខាងមហាកំពែងស្អាតម្យ៉ាងដែរឃើញទេមើលខាងនោះខ្ពស់ខ្ញុំដើរបានតែបន្តិចឡើងបានបន្តិចអត់ដល់ចុងផុតផងចុះទៅវិញខ្ជិលដើរឆ្ងាយចុះទៅក្រោមវិញយីសអកមែហើយបងប្អូននៅកូរ៉េកុំភ្លេចទៅលេងនៅកណ្ដាលក្រុងហ្មងអាស័យឋានងាយស្រួលរទេជិះរថភ្លើងចុះទៅចំណតធុងទីមូនទៅចេញច្រកលេខ1ដើរមកឃើញហ្មងផ្ការីករហូតនេះផ្កាធ្លាក់ផ្ការុះរីកពោះដើមគេដាច់បាញ់ទឹករហូតគេចឹងរីកស្អាតណាស់បងប្អូននៅមើលពណ៌លឿងទុំថតរូបវិញពេញស្អាតដែរប៉ុណ្ណេះពេញស្អាតហ្មងទៅរូបមកស្លឹកណាក៏ស្អាតដែរមើលប្លង់ពីលើក៏ដឹងស្អាតដែរនេះបងប្អូនកុំភ្លេចជួយ Share ចែករំលែកផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីបន្តទៀតហើយវីដេអូខ្ញុំផុសច្រើនមែនទែនបងប្អូននៅក្នុង YouTube នៅលើអេក្រង់នឹងស្រាច់ចង់មើលវីដេអូដែលទាក់ទងនឹងប្រទេសកូរ៉េទៅរមណីយដ្ឋានកំសាន្តផ្សេងបងប្អូនចូលទស្សនាវីដេអូក្នុង YouTube បានច្បាស់ល្អច្បាស់តិចភ្នែកហ្មងនៅក្នុងFacebook page ក៏បានដែរនៅលើអេក្រង់នឹងស្រាច់បងប្អូន search ទៅចូលទៅឃើញហ្មងហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតហើយវីដេអូក្រោយខ្ញុំនឹងជិះឡានក្រុងអត់តបូថ
តទេសភាពទីក្រុងសូអ៊ូចែកបងប្អូនទស្សនាឲ្យទៅជាក់ភ្នែកម្ដងថាតើទេសភាពរបស់ទីក្រុងសូអ៊ូទីក្រុងដែលស៊ីវិល័យនឹងមានទេសភាពស្រស់ស្អាតយ៉ាងណាបងប្អូនកុំភ្លេចចាំតាមដានទស្សនានៅវីដេអូបន្ទាប់និយាយបានបញ្ចូលសលេងបានបន្តិចស្អកកបាត់ហើយនេះមើលកន្លែងប្លង់កន្លែងនេះក៏ស្អាតដែរនេះអ្នកមកគ្នាច្រើនអីដឹងតែស្អាតហ្មងថតរូបថតអីទុកផងអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ